ចែករំលែកអំពីបញ្ហាដែលថាមានប្រាសាទចាស់មួយទៀតនៅពីក្រោមណាបាតគ្រឹះរបស់លោកតារាជណាព្រោះណែអ្នកជំនាញការអូស្ត្រាលីហ្នឹងគាត់បានមានរ៉ាដាឡាយ៉ារបស់គាត់មិនហ្នឹងណាគាត់ឆ្លោះមើលដល់ក្រោមណាគាត់សន្និដ្ឋានអញ្ចឹងដោយវិសាលបានលើកអញ្ចឹងឯងអញ្ចឹងយើងណាស្រាវជ្រាវទាំងអស់គ្នាទៀតណាស្រាវជ្រាវទាំងអស់គ្នាទៀតហើយដល់នេះយើងទៅពីយើងចេញពីវត្តអារាមមកយើងជា highlight ភ្ញៀវយើងជា guide យើង highlight information ណាជា guide ណាត្រូវការ information តាំងពីលោកតលាក់តសរទុរតៈបាក់ប្រកាន់ដៃបាក់អីក៏យើងនិយាយដែរអូភ្ញៀវចូលចិត្តណាគិតឆ្ងល់ប្រកាន់ដៃបាក់យើងថាអូលោកតលាក់តសរលោករើជេលីបាក់ប្រកាន់ដៃប៉ុន្តែលោកចង់ធ្វើឲ្យវិញប៉ុន្តែអាជ្ញាធរមិនទាន់ឲ្យធ្វើដោយចាំសិក្សាស្រាវជ្រាវសិនអាជ្ញាធរភ្ញៀវនេះជាកាយចាប់រំណាហើយដល់យើងឡើងមកដល់លើមកថាវត្តនេះវត្តអារាមលោកឈប់គង់នៅលើហើយដោយសារលោកពិបាកឡើងចុះពេកទឹកប្រើប្រាស់ខែប្រាំងក៏មិនសូវសម្បូរចឹងលោកសម្រេចចិត្តយកមូលដ្ឋាននៅក្រោមតែម្ដងតាំងពីឆ្នាំ93មកសម័យអ៊ុនតាក់មកក៏លោកធ្វើវត្តហើយជាទូទៅគឺយើងតែមកដល់វត្តទូទៅមនុស្សភាគច្រើនណាស់តែងតែប្រកែកគ្នារឿងសមានោះណាថាយីស៊ីម៉ង់តែយេឲ្យថ្មចុះល្មិចបានឆ្លាក់ណារូបចេតិយសម័យពុទ្ធក៏ស្មានថាពីបុរាណណាតាមពិតទៅគឺថ្មយើងនឹងឯងទៅតាចាលោកគ្រូសក្រាចឲ្យជាងណាឯងយក4 5ដុំឆ្លាក់សមាឲ្យអញវិញដាក់ជុំវិញទៅគេឆ្លាក់ទៅណាសម័យ62ទេណាសម័យ62ណាបាទ62នៅទៅជែកគ្នាក្នុងវល់យើងចេះឆ្ងល់ណាតាមពិតអានេះយើងបានប្រាប់ភ្ញៀវទៅហើយដល់ឡើងមកដល់ប្រាសាទនេះថានេះជាប្រាសាទភ្នំបូកនេះប្រាសាទនេះគឺថាភ្នំនេះគឺថាល្អគឺថាប្របាទយសវរ្ម័នទី1ព្រះអង្គតូតឃើញតែនៅក្មេងព្រះអង្គគង់នៅរលួសតែព្រះអង្គភ្ញាក់ពីនិន្ទ្រាព្រះអង្គឃើញភ្នំនេះក៏លួចមកតែព្រះអង្គឆ្ងល់យីព្រះបិតានឹងជាតាល្មិចបានមិនយកភ្នំនេះធ្វើជារាជធានីមកទៅនៅកន្លែងភ្នំណាបកងទៅវិញចាំថ្ងៃណាឡើងសោយរាជមកហើយមកយកភ្នំនេះធ្វើរាជធានីដល់អ្វីដែលព្រះអង្គបាននឹកភ្នោគឺបានសម្រេចគឺថាព្រះអង្គសោយរាជនៅឆ្នាំ889ណា889ព្រះអង្គសោយរាជប្រយុទ្ធសវរ្ម័នព្រះអង្គក៏សម្រេចចិត្តរើចង់ធ្វើរាជធានីនៅម្ដុំភ្នំនេះដើម្បីមានសេរីសួស្តីខ្លាំងពីព្រោះព្រះអង្គដឹងថាភ្នំគឺថាស័ក្តិសិទ្ធិខ្លាំងអញ្ចឹងព្រះអង្គក៏មុននឹងព្រះអង្គចាក់ចេញមកព្រះអង្គធ្វើប្រាសាទមួយនៅរលួសសិនដើម្បីឧទ្ទិសដល់បុព្វបុរសម្ចាស់ទឹកម្ចាស់ដីនោះព្រះអង្គធ្វើរលីណារលីបុព្វបុរសធ្វើសិនបានព្រះអង្គឲ្យជាធ្វើផ្លូវ highway ពីជ្រុងនេះកាត់តាមវាស្រែយើងទៅដល់អង្គរវត្តដល់ភ្នំបាខែងទៅព្រះអង្គឆ្លាញ់ភ្នំ3នឹងឯងថាភ្នំ3នេះគឺថានិមិត្តរូបនៃ Hindu សាសនាចំជីវៈប្រមាព្រមទាំងអស់អញ្ចឹងព្រះអង្គវិភាគមើលគួរយកភ្នំណាជាចំណុចកណ្ដាលនៃទីក្រុងព្រះអង្គគិតថាភ្នំបាខែងល្អព្រោះចំកណ្ដាលមិនសូវខ្ពស់ល្មមអត់ចិត្តទលេហើយល្មមមកស្រួលព្រះអង្គក៏យកភ្នំបាខែងជាមេណាអញ្ចឹងមកភ្នំបាខែងកពូល109កពូលសិតតលេមេអឋាននឹមសេរីសួស្ដីឲ្យបានព្រះអង្គស្រឡាញ់3ពេកភ្នំទៅធ្វើប្រាសាទឲ្យបានភ្នំក្រោមក៏ធ្វើភ្នំបូកក៏ធ្វើភ្នំបូកខ្ពស់ជាងគេខ្ពស់ជាងភ្នំបាខែងណាភ្នំក្រោមអញ្ចឹងព្រះអង្គក៏សម្រេចចិត្តយកភ្នំបូកទៅធ្វើភ្នំបូកព្រះអង្គសង់លឹងមួយធំមួយទៀតនៅលើនោះឃើញលឹងមានតែមើលលឹងកម្ពស់4ម៉ែត្រជាងហើយលឹងនោះគេបាក់ព្រះអង្គថាត្រូវទៅដាក់លឹងមួយធំនៅលើនេះព្រោះភ្នំនេះសំខាន់ណាស់ខ្ពស់ជាងគេអញ្ចឹងខ្ញុំតែមើលតិចទៀតណាអញ្ចឹងព្រះអង្គសប្បាយចិត្តនឹងបានធ្វើនេះព្រះអង្គឲ្យជាងធ្វើដាប់ថ្មមិនធម្មតាណាអញ្ចឹងរវាងណាឆ្នាំ900ឆ្នាំហ្នឹងឯងព្រះអង្គធ្វើហើយព្រះអង្គក៏បានឆ្នៃអគិចរបងដឹងហើយព្រះអង្គថាណាមានប្រាសាទមានកំផែងតំណាងជួរភ្នំកំផែងនេះគឺមានប្រវែងទៅទទឹង55ម៉ែត្រដល់ពួកយើងទៅទទឹងចុះប្រាប់ភ្ញៀវទៅ the wall surrounding it 55 meters wide and 65 meter length ចុះវាបណ្ដោយ65ម៉ែត្រទៅទទឹង55ម៉ែត្រចុះស្ទើរតែការ៉េដែរលោកឆ្នៃប៉ុន្តែលោកធ្វើជារាងទ្រវែងណាទៅនោះលោកក៏សាងប៉ម3នៅចំកណ្ដាលយើងដឹងហើយតែមាន3យើងតំណាងឲ្យ Trimurti យើងដឹងគ្រប់គ្នាណាប៉ុន្តែយើងចង់យើងជា guide យើងដឹងប្រវែងយើងជា guide ដើម្បីឲ្យភ្ញៀវថាអូ guide នេះដឹងប្រវែងទៅទឹងបណ្ដោយសម្បើមយើងដឹងថាយើងចេះយើងស្រាវជ្រាវណាយើងអត់ខ្ជិលអញ្ចឹងទៅយើងដឹង55ទៅទឹងបណ្ដោយ65ម៉ែត្រយើងដឹងនេះកំផែងខឿននេះខឿន40ម៉ែត្រណាខឿននេះណា40ម៉ែត្រហើយទៅទឹង15ម៉ែត្រលោកឲ្យសង់លើ
ពូលលើខឿន40 ម៉ែត្រនិង15 ម៉ែត្រខឿនធ្វើអំពីថ្មភក់តែដាក់ថ្មបាយក្រៀមពីក្រោមលោកសង់ហើយសង់កំពូលនេះតាមវ័យតម្លៃប្រហែលជាកម្ពស់ប្រហែលជា15 ម៉ែត្រកំពូលលើកំពូលកណ្ដាល15 ម៉ែត្រឬក៏20 ម៉ែត្រហើយកំពូលតូចអាចជា15 ម៉ែត្រ estimate ណាយើងគិតតែអញ្ចឹងនោះឯងប៉ុន្តែបាក់មកប្រាប់ភ្ញៀវថាភ្ញៀវសួរមិនបានបាក់សម្បើម្លេះដោយធម្មជាតិដោយដើមឈើថា no not natural condition this is a vandalize គឺស្គពី vandalize ពួកយើង vandalize គឺការបំផ្លិចបំផ្លាញដោយក្រុមមនុស្សដែលច្រណែននឹងវប្បធម៌ពាក្យនឹងវាចំណាន vandalize គឺថាវាចង់ទម្លាក់ហ្មង who is vandalize the temple ឆ្លើយថា Siamese the Siam vandalize why Siamese vandalize because they the same religion you Buddhists why they vandalize the temple for the same belief but different country different country that's why they send the troop to attack they want to control because the temple is not only temple alone but it's amulet it's not only place to pray but this is mean the spiritual power but they have blessed Cambodia strong and powerful they have to destroy the spirit of Cambodia ដល់ពេលវាឆ្លងទម្លាក់មិនមែនបាក់ធម្មជាតិយើងអានឯកសារបារាំងក៏ដឹងទេព្រោះបារាំងគិតមកព្រៃស៊ុបទ្រប់ណាគិតមិនបានចាប់អារម្មណ៍រឿងសៀមបំផ្លាញទេវាមិនត្រឹមតែបំផ្លាញឃើញតោយ៉ាងនេះវាបំបាក់ជើងទៀតមុនវាបំផ្លាញវាយកចម្លាក់មាសពេលដើមមិនមានតែលឹងមួយនៅក្នុងនោះទេរូបចម្លាក់រឹបរយមកបន្ទប់ចម្លាក់តាំងពីមាសលង្ហិនណាតូចណាគេមានដាក់ពេញតែនឹងឯងមានដាក់ជើងតម្រូពុតជុំវិញយន្តនេះសិតតែរូបចម្លាក់ពីមាសពីប្រាក់ពីលង្ហិនសម្បើមណាដូចយើងទៅវត្តពហិលោកឯណាមិនមែនព្រះអង្គតែមួយតែឯងណាព្រះអង្គរឹបរយណាមាសប្រាក់ជុំវិញព្រះអង្គធំណាច្រើនណាស់ណានោះឯងពីយកពីនឹងឯងណាចឹងឯងបានថានៅចឹងតែមិនមែនតែចម្លាក់លឹងយន្តនេះតែឆ្កយទេណាមកបន្ទប់ចម្លាក់មាសប្រាក់ស្ពិនរឹបឡូវាយកអស់លលេងទៅហើយដល់ពេលចាប់ទៅចម្លាក់ថ្មវាពជាខ្មែរយើងឲ្យវាយខ្មែរយើងជាជ្រៃសាក់ភាសាអង់គ្លេសថាម៉េចអូខេ hostage ណា hostage តែ prisoner of war ក៏បានដែរ prisoner of war ក៏បាន hostage ក៏បានពាក្យ hostage ពាក្យពេញណា prisoner of war ពាក្យខ្លាយក៏មិនតែយល់ដែរណាដោយសារយើងជា prisoner of war of Siamese the hostage of Siamese when they conquered ពេលដែលបានទទួលជោគជ័យ they destroy ចាំពជាខ្មែរយើងទេខ្មែរយើងមកទម្លាក់ខ្លួនយើងតាយើងដែលឃើញចាប់អារម្មណ៍ប្រហែលឆ្នាំមុនដែលឃើញសាកសពឆ្អឹងនៅកប់ក្រមពនុះថ្មដែរនៅប្រាសាទបន្ទាយឆ្មានោះសាកសពឆ្អឹងមួយនៅប្រាសាទបន្ទាយឆ្មាវាពជាខ្មែរយើងឡើងគឹសទម្លាក់នោះគឹសមកចែកដល់បាក់ហ៊ូមកទម្លាក់ស្កត់លើខ្មែរយើងម្នាក់ស្លាប់ដែលសាកសពឆ្អឹងនៅពេញហ្នឹងដល់ពេលពួកអភិរិយអង្គរតាមដើរដល់សួននៃស្រកបន្ទាយឆ្មាមានបងប្អូនណាបាត់ដែរឃើញសាកសពមួយក្រុមពនុះថ្មតែហេដូចមានណាបាត់ទេកាលពីសម័យអ៊ុនតាក់មានបាត់ទេដូចមានណាបាត់តាមពិតសម័យសតវត្សទី14 15នោះមានណាដឹងចុះមនុស្សពនុះថ្មអញ្ចឹងឯងពនុះថ្មសាញ់សុយបើយើងរើទៅអាចឃើញមានសាកសពឆ្អឹងដែលយើងគឹសទម្លាក់ធ្លាក់មកសាកសពសង្កត់នោះណាតើលោកគ្រូប្រាប់ពួកយកគ្រូនៅភ្ញៀវតាប្រាប់ពួកអភិរិយអង្គរគេជឿលោកគ្រូគេជឿគេថា no vandalize is no natural ពួកអ្នកអភិរិយអង្គរណាគេអ្នកមុនឯកាគេថាទេអត់មានអ្នកណាគេទម្លាក់អីទេអានេះចោលសម័យអ៊ុនតាក់វាលួចថាអត់មែនទេអានេះខ្មែរយើងដែលសៀមវាភ្ជង់កំភ្លើងយើងឡើងទៅទម្លាក់ប្រាសាទខ្មែរយើងសង្កត់ទេសតវត្សទី14 15មួយឆ្អឹងឡើងចាស់យូរណាស់ហើយហ្នឹងណាបានតែអ្នកមុខនេកាមួយចំនួនគេជឿថា vandalize ដោយ Siamese ទេដែលគេថា Siamese same religion ណាអត់មែន religion ទេអានេះជាមេដ្ឋានវាបំផ្លាញយើងណាចុះគិតណាបើដូចខ្មែរដូចយើងអកកបោយើងវាទិញដែរនោះឲ្យតែបានអស់ពីខ្មែរយើងឆ្នាំខ្ទះដែលគ្រូញ៉ៃប្រពន្ធដាំបាយពីយប់ពីព្រឹកប៉ុន្តែលួចទៅលក់សៀមទិញដូចថាចង់បានវប្បធម៌ខ្មែរយើងអូខេត្រឡប់មកវិញបានន័យថានេះជា vandalize ណានេះដែលណាពួកយើងមើលចានេះមើលនេះណាដែលរៀនក៏បានទៅ study tour ថ្ងៃហ្នឹងនៅណាដែលទៅលេងនៅប្រាសាទខ្មែរនៅថៃណាដូចគ្រូប្រាប់នេះជាកំណប់មកពីប្រាសាទបុរាណខ្មែរយើងច្រើនណាស់ច្រើនអេស្កាច្រើនអេស្កាណានៅយកពីគ្រប់ប្រាសាទខ្មែរយើងទាំងអស់ហ្នឹងឯងអូខេដល់ពេលចាប់ទៅវាបំផ្លាញអត់ទៅគូយើងជប់ប្រើទៅព្រិចដោះស៊ុបទ្រប់ទៅណា
ពីដោះសឹបត្រឹបទៅបារាំងចូលមកទៅក៏ឃើញទៅគេក៏បានចាប់អារម្មណ៍រឿង seismic destroy ទេណាចឹងខ្ញុំខ្លាចពួកយើងខ្លះក៏មិនហ៊ាននិយាយថា seismic destroy ទេជួនកាលយើងដើរជាមួយកាយពួកជនជាតិសៀមមិនហ៊ាននិយាយទេណាជួនកាលនិយាយថា natural ទៅឬក៏បច្ចេកទេសសាងសង់នៅប្រទីប្រទិនទៅក៏បាក់រលំទៅមិនហ៊ាននិយាយក៏មិនអីទេយើងដើរជាមួយសៀមប៉ុន្តែយើងដឹងផ្ទៃក្នុងរបស់យើងហើយយើងដឹងថាកុំឲ្យសពេចសពិលអ្វីដែលបាក់រលំនេះអត់មានធម្មជាតិទេគឺដោយការបំផ្លាញរបស់សៀមបន្ទាប់ពីការបំផ្លាញយើងបោះបង់ចោលទៅព្រៃឈើដោះស៊ឹបទ្រុបទៅណាចឹងទៅបានបារាំងចូលមកដោះស្រាយបញ្ហាទៅខ្មែរយើងខ្លះមិនដឹងគេថាបារាំងទីជនបទណាខ្ញុំឃើញបារាំងគាត់មកស្រាវជ្រាវគេថាបារាំងធ្វើបាបប្រាសាទខ្មែរជួនកាលណាគេថានាងតម្រៃសណាបំផ្លាញណាប្រស្ទេណាប្រាសាទនៅ3មីលាណាអូខេនេះសារបានដែលយើងត្រួសត្រាសប្រាប់ភ្ញៀវយើងទៅនោះទៅគឺយើងប្រាប់ទៅយើងព្រីមតិសាសនា Hindu អូខេអានេះជាសំណួរល្អហើយពីប្របទូទៅអញ្ចឹងមែនណាទូទៅប្រពៃណីខ្មែរយើងលោកធ្វើទ្វារបញ្ឆោត3ណាទ្វារចំហមួយទិសខាងកើតប៉ុន្តែប្រាសាទនេះទ្វារចំហ2លិចនឹងកាត់លិចណាជើងត្បូងបាត់ទូទៅយើងប្រាប់ភ្ញៀវអញ្ចឹងគេថាកាលណាដែលមានទ្វារបញ្ឆោតដោយប្រាសាទតូចគេថាប៉មតូចណាប៉មពីឥតតូចនឹងលោកអត់ត្រូវការចំហ4ទិសទេប៉ុន្តែជាគោលការណ៍ដួងព្រលឹងនៃការកសាងប្រាសាទត្រូវតែចំហទៅ4ទិសទិសទាំង4នៅដួងព្រលឹងពី4ទិសចូលមកក្នុងចំណុចកណ្ដាលណាចឹងឯងបានលោកធ្វើជារៀងទ្វារបញ្ឆោតលោកអត់ឆ្នៃជាជាងទេកាលណាយើងអត់មានទេជាងទ្វារបានន័យថាដួងព្រលឹងស្ទះពីទិសខាងលិចណាទិសខាងជើងទិសខាងត្បូងចឹងបើលោកឆ្នៃជារៀងទ្វារទោះបីបញ្ឆោតក៏ដោយក៏និមិត្តរូបនៃដួងព្រលឹងចូលដែរដល់យល់នៅដួងព្រលឹងចូលចឹងគេថាប្រាសាទខ្មែរយើងមួយគឺយើងមានធាតុ4មានធាតុ4បានប្រាសាទយើងមានអមេអដ្ឋានដួងព្រលឹងខ្លាំងធាតុ4មកពីណាធាតុ4មកពីទិសទាំង4ហ្នឹងណាកាលណាលោកមិនចង់បើកចំហទាំង4ដោយសារប្រាសាទលោកតូចពេកលោកអត់ត្រូវការបើកចំហទាំង4ទិសទេលោកត្រូវការបើកចំហតែមួយខាងកើតដើម្បីឲ្យព្រាងគាត់ចូលហើយ3ទិសលោកបិទបើបិទមិនចាំធ្វើជារឿងជាទ្វារត្រូវតែធ្វើពីព្រោះជានិមិត្តរូបនៃការទទួលនៅកម្លាំងធាតុពីទិសទាំង4បានអញ្ចឹងណាបានអញ្ចឹងអត់មែនក្នុងន័យខ្លាចបាក់រលំទេអ្នកខ្លះថាអូ because they afraid the temple not strong and fell down no បើសិនអត់មាននិមិត្តរូបនៃដួងព្រលឹងលោកមិនបាច់ឆ្លាក់ជារាងទ្វារទេណាលោកធ្វើជាអញ្ចឹងតែម្ដងកុំចំណាយពេលឆ្លាក់ជាទ្វារនិមិត្តរូបនៃការសុំដួងព្រលឹងឲ្យចូលនៅក្នុងប្រាង្គប្រាសាទពីព្រោះយើងចាប់អារម្មណ៍ទេប្រាសាទយើងមួយចាត់ទុកជាមនុស្សម្នាក់យើងរូបយើងនេះរូបយើងនៅនេះឃើញដូចមនុស្សហ៎ដូចមនុស្សហ៎ហើយមនុស្សយើងហើយយើងមនុស្សយើងរស់តការកម្លាំងធាតុទាំង4ហើយជាទូទៅយើងគ្រប់យកទៅអង្គយើងមានប្រកាន់ដែលចម្រឹងសុទ្ធតែ odd number ណាគាត់ថាម៉េចបាយ the odd numbers you see because your finger odd number too why you odd number ចឹងពីodd number why you see odd number is a make you alive make you enjoy if you have the 4 finger you feel upset that's true តើយើងប្រាប់ភ្ញៀវថា odd number is mean their life mean they enjoy you happy it's not only your finger your whole in your body is a odd number where is odd number is my whole you count your 2 eyes 2 nose and 1 mouth how much 5 odd number continue to count not finished yet added 2 more air 7 yes still odd number and 2 more until 9 so where is 9 the bottom the bottom 2 man bottom all 9ណាចឹងដួងព្រលឹងយើងខ្លាំងណាចឹងប្រាសាទមួយជីវិតមួយកាលណាបាត់បង់មួយជាងពិការអត់មានសេរីសុស្ដីទេចឹងសៀមវាដឹងវាបំផ្លាញឲ្យបាត់បង់ទៅវាគ្រប់គ្រងឃើញខ្មែរយើងចោះហ៎ចុះរហូតមកដល់សង្ហាយហ្នឹងដោយសារអ្វីអស់រលែងទៅហើយណាអូខេអ្វីដែលសំខាន់គឺយើងចង់បញ្ជាក់អំពី odd number នៅតាមភាសាតាមចន្លោះផ្ទះយើងណាគឺមកពីទម្រង់លោកឆ្នៃថាល្មិចបានមនុស្សម្នាក់រស់អត់នៅក្នុងដីជាមួយដើមឈើផងនោះដើមឈើបឺតដីតែគាត់ឈរលើដីសោះមិនបានយើងរស់យើងក្រដោយសារ9ប្រហោងនេះធ្វើយើងរស់បើអត់ពុតនេះយើងវារស់មែនវារស់ស្ទះហើយប្រាសាទមួយទៀតយើងចាប់អារម្មណ៍ចេះណាប្រាសាទខ្មែរយើង
lụi chơi bị mốc trên bị cao sân nè ở bên những buông xuông này chóp chừng tao lọc một cái nhặt bàn để bị trả mấy bàn bị trả đi những cút á cái này những cút dùng cho là hai thằng mất à hai tôi trên bị cút tôi bị dân trên bị cút trừ chẳng lộ buông xuông chọc tấu lụi tao khăn nào tao sân bàn lụi áp đế một cho hai bàn lụi phải màu chắc mà cái thuê chân đa múc cao mình lụi thuê ăn bị dòi đấy nè lụi thuê là mình rụp thả đôi dân cho là há cái này dân cút dân trừ bị trả chẳng cái này dân nhắm tới chênh máu cáo số cái phiệp lò dương thảo bàn bật trường bực lòng sưu khuôn men tên cho bây giờ có sắp bài chưa đâu mà sao không ai được khuôn gần này cho mình bài chỉ phải bài chứng hả ta bởi trong ai dương chư chấm cái cắt tầm riêng đai pí đây xem cắt mà riêng đai dương chư chấm bật admin này nữa cắt số lượng chia cắt cho màu admin này cho mẹ thang dương slap ok nó bây giờ bảo hiểm giám hiểm sắp bài chân nè cho cái comment màu thì rồi cái này kết bây giờ ok ok chọc tao nó dường chỉ tu tao này đang hai nè đang thầy pan dương trai trong trang dây trai bên tập pi xiêm bằng plan vô miệt prạ tao bị plan ở tao chừng trong khơi trai nhưng tao phải sát tập prom sát pre prom này nè chừng chập aram đấy hay pom juni pre prom cứ pom mù khloኝ nè tại mình trung để chừng khơi tao nói chừng khơi mù lắm oi ta pom rồi bao pre prom juni tao tao mù bằng khó kê và pom rồi bao sự việc năng vi snook trong bàn đời xaแต่ពីព្រំជាអ្នកបង្កើតលោកចឹងបង្កើតលោកគឺថាការរំវិលជុំណាផែនដីចឹងព្រះអង្គត្រូវការកម្លាំងធាតុនៃការបង្កើតខ្លាំងណាត្រូវការមូលចឹងសន្តិទុកចេះចឹងចាត់ទុកព្រះអង្គជាអ្នកបង្កើតលោក creators represent the creator of the world normally round ណា round តែភពលោកគឺ round ចឹងភ្ញៀវគេទៅសារលើមិនបានមនុស្សខ្មែរពួក Easterner know round for a long time. Westerner they know the shape round on the 15th century. ទាំងពួកប្រចាំប្រទេសណាគេដឹងសតវត្សទី15ឯងគេដឹងរបៀបមូលណាប៉ុន្តែពួក Easterner បើយើងពាក្យខាងកើតឥណ្ឌាខ្មែរដឹងតាំងពីរឹបប៉ុនឆ្នាំមុនគ្រិស្តសករាជគេទៅសារមែនទែនអញ្ចឹងអបដិរួមមូលទេណាអញ្ចឹងដល់ប៉មរបស់ព្រះព្រំត្រូវតែមូលណាព្រះអង្គបង្កើតលោកខុសគេពីប៉ម destroyer និងប៉ម protector này bên này không ai giờ nó biết nào chỉ chốn như nào ok được rồi giờ bị phía xa phù mù là bên hàng lá nó thì ở con tràn đó nói vâng lò nè song khăn á rồi vâng mù nó nèសំណួរដែលថាតើដែលមានប្រជាជនរស់នៅទីនេះយើងថាយើងអត់ដឹងមានប្រមាណនៅតំបន់ភ្នំបូរទេប៉ុន្តែគេវាយតម្លៃប្រហែលជា1លាននាក់រស់នៅក្រុងអង្គរណាប៉ុន្តែនៅតាមប្រាសាទឲ្យតែមានប្រាសាទមានពលព្រះបានអ្នកបម្រើព្រះអ្នកបម្រើប្រាសាទណាគឺពលព្រះអញ្ចឹងពលព្រះហ្នឹងគឺថាជាទេសកលរបស់ព្រះគេមាន2ក្រុមណាក្រុមខែភ្លឺក្រុមខែល្ងាចអញ្ចឹងគេធ្វើកន្លះខែម្នាក់ឈប់មួយធ្វើការខាងខ្នើតមួយធ្វើការខាងរណូចអញ្ចឹងអត់ធ្វើការជាមួយគ្នាទេខាងខើខាងរណូចតែសារមួយលើមួយក្រោមមួយយប់មួយថ្ងៃណាអញ្ចឹងគេមាន2ក្រុមហើយគេមានផ្ទះឈើគេសំពិតជំវិញនឹងឯងមានព្រាមអីណានៅដោយបិទលោកយើងណាហើយគេមានស្រះទឹកយកទឹកដល់ខាងនោះចាំទីទៅមើលអូខេតែចាប់នេះទៅគឺយើងអធិប្បាយចប់ពីភាសាទៅយើងចង់ប្រាប់នេះអាកន្លែងយើងហៅថាបណ្ណាល័យ library ណាតាមពិតចេះយើងមាន library ខាងនោះកន្លែងធ្វើពីអត់ណា librariesប៉ុន្តែប៉មនេះអត់មាន library ទេគឺអគ្គនីអាស្រមព្រះអគីយើងឃើញប្រហោងភ្លើងផ្សែងចាញ់ណាអគ្គនី house ណាគឺអាស្រមព្រះអគីពីរហ្នឹងឯងអាស្រមព្រះអគីមួយសម្រាប់រណូចមួយសម្រាប់ខេត្តខ្នើតកាលណាលោកមកបួងសួងនៅខេត្តខ្នើតលោកចូលខាងស្ដាំដៃកាលណាលោកមកខេត្តរណូចលោកចូលខាងឆ្វេងដៃណាខ្នើតនិងរណូចអង់គ្លេសគេថា waxing moon ខ្នើតណាដូចយើង wax ដល់កមួនណាwaxing moon មកខាងខ្នើតណា waning moon ខាងរណូច wane W A N E បែរថាវារួមតូច waning and waxing ធំ waning តូចណា W A N E waning បើយើង waning បានន័យថា
nè A W A N E N E hả hào priêm cột trâu tao mình xem chăn Krishna lục trâu tổng cùi bật chung vinh chẳng can bảo lốp cột sốt thua cột bạch xem chăn Krishna đó nó tao phơi với chai máu hai sai sai pia một tam bảo hồng sai nữa anh đầm mấy ai đầm nắng đầm preserve pre prom nông pre Vishnu đằng thà priêm nâng trâu từ buông xuống bong nângเป็นแต่เตียส้มpre phơiเมตตาดันเพิ่มเนื้อดำนั่งนะได้แต่เจ้ายังเคยเพิ่งเพียจำหอยตัวมุกเนี่ยเด้ตูเต้าได้ยังทำบรรลัยตูเต้า face to the west the holy shrine sanctuary face to the east the opposite จังเปรียบกับจังปีปอมเปรียกีกับโจลหมอเปรียติเตปเห็นไหมจนการกับโจลแต่ขนองไลเบรินมันต้องการกัมปีมาจำนวนไหนสำหรับโซทัวเลยโซทัวนะครั้งเนาะกัมปีเปรียกีนะครั้งนะบางโดยโจลแต่บวงสรวงดอกเปรียติเตปนี่เมานะโอเคจังยังดังนะจีจีอัสรัมเปรียกีให้นักบรรลัยครั้งเนาะอัสรัมเปรียกีสำหรับบวงสรวงมวลนังเปรียมโจลแต่ขนองปอมระบบเปรียติเตปโอเคประเด็นเป็นยังไงนะยังได้ตัวมือหน่อยยังดังจำละนะยังดังจำละได้กันในฟลายวิเศษนู่นในจำละอัปสราเทวดาไสรนู่นเป็นยังกันอัมพัดไวรอยนะอัมพัดไวรอยภาษาอังกฤษคิดว่า fly whisk the whisk W H นะ I S K นะ fly whisk fly ก็ยังหา fly whisk คิดว่าอัมพัดไวรอยยังไงทำไมยังหาจังจ้าคือดำนางไอไสรกรบเลี้ยคือถ้ายังการเทคเคียนะยังจะจัดตกได้คือจะ represent symbolize the perfect woman นะ perfect woman the fly whisk จงการเลยรูปจำลักลับกันกระชูดำนางอ้อยเมตตาการุณาหนึ่งไงนะจัดละอตึกจัดสมสอ kindness no kindness and toleration you know compassion กระชูให้ fly whisk จะใส่กรบเลี้ยปีโปรนี้ยังเชียร์ปีนี้ยังใส่กรบเลี้ยหนึ่งไงนะโอเคจ้ายังน้ำเฮตเมอร์กันไรในปอมรูปมูลติกนะแพงนะทำมาใบเกรียมโอ้โลดเฟอร์นี่จะเตียสำนักไรสมาธิจังจนสมัยเกิดปลาหนึ่งไงเกิดไอโจลเตาไลบรารีมันไอโจลเตาอัฟกานิสถานมันไอโจลมาปอมในบ้านเต้เกิดได้ตามคดยาบ้านนะเกิดได้เปิดจุ่มเป็นบ้านการนับเปรียมเกิดบวงสูงจับเปรียมกิจตึกมวลนะจังจนสมัยยังสมาธิในมือยังคุยสมาธิสมังสมาสุทัวเตายังได้ตามคดยาเตาให้จำเปรียมเจ้ามือตัวตึกมวลจังไงบางขมายยังโลดเฟอร์คุยกับลอกอ้อมันน่าจะนะทำไมยังมาภาษาดัดตึกมอนตามภาษานั่นนะยังเคยคูดยังเคยสดคุยเด้คุยโตๆนะแต่ไปดัดตึกมอนตามภาษานายยังมาภาษาแต่โยคุยแต่ยังสังไงโยดอกมาดัดตึกมอนนั่นนะปีสมัยม้วนยังโยคุยหรือก็กระลอนะแต่นายยังปรับเหี่ยวแต่ในเกี่ยว meditation hall อะไรนะเนี่ยเคยนะท้องมาวิเตียงปีเทียนหมอวิเตียงหมอเราวิโยกำนับอ๋อเดี๋ยววิเตียงตุ่มเลี้ยหมอบ้านในท้าววิบำพลายต่อรือกอลนะจังวิเตียงตุ่มเลี้ยหมอวิบำไปจอดตีตัวเอลอเตะมันเมนเธอมาเชียร์ได้ค่ะเขาเธอมาเชียร์ได้ซาแต่เดิมเชิดดอกรบโรยชนะมันเมนเตะฮะอ๋อเตะปรังโยเตะปรังบ้านกำนับอ๋อเมนเตะดันนสระมันตีเปียแจกนี่เปียกันดาลมาเปียกันดาลโยแต่ปรังเปียกันดาลดันนสระมันตีขมายฮะอัดมันแบบพลายเต้นะได้ครูเจ้าเลยเต้ปรังมันแต่จุจุลปรังมันเรื่อยเนื้อต้องกอลเรื่องนับน้องอัศรัมปริพรมเต้เรื่องวิดดอแบบพลายเจอวิดดอเรื่องนำใบโยกับนับเซ็งนะผู้ยังเมื่อมันธรรมดาเต้สะอาดนะนะทมมันดำทมโลชละระวงมูลอ่อนนะจึงสะสายแต่แต่เราไม่บันโลชละเราไม่บันมูลโดยยังจะปุ่มหนึ่งมันธรรมดาเต้ไปยังวิเพียมาตึกได้ก็ยังสงายตัวซามันเต้นะโดยซามันนุ่งไว้ฉลาดนั่นไงโอเคยังดาวไว้แต่สำคัญยังจำปรับเหี่ยวยังท่าอ้อยแต่อัศรัมเปรียบพรมโยนนี้เต่าแต่จะรงวงมูลนะยังเคยในห้องไอ้ห้องดำนางห้องจียังจุ่มนี้เราบอกเปรียบพรมนะโดยแรงเจ็ดวิสาลเนื้อปามเราบอกเปรียบวิสนุกนั่งปามเราบอกเปรียบวิสเวะจงบุญเต้ยังจันยัยปีโยนนี้เต้จุดนี้บัตรตุ่มร้องเรื่องโดยขี้เต้นะน่ะเมียนใบมาเมียนใบธนาในโยนนี้เมียนบุญจงผมใบจงในระวงมูลนะบุญจงดำนางเปรียบพรมได้เปรียบพรมหรือกระเทียมต่างบุญนะผ
8ជ្រុងបានទិសទាំង8តកាពៀទិសទាំង8ដូចសមា8ទិសមិញហើយព្រះសិវៈតំណាងឲ្យការបង្កើតលោកនិងបំផ្លាញរង្វិលជុំយប់ថ្ងៃណាមួយយ៉ាងទៀតណាពួកយើងតោងយល់ថាមិនត្រឹមតែយន្តនីមូលទេទោះបីតែលឹងឲ្យមូលដែរអញ្ចឹងលឹងរបស់ព្រះព្រំណាអត់មាន8ជ្រុងអត់មាន4ជ្រុងទេមូលទាំងអស់ជាងតែនៅស្រៈមន្ទីរឃើញមូលទេលឹងមូលនោះគឺដាក់តម្រោនៅលើប៉មរបស់ព្រះព្រំណាយើងឃើញយើងលឹងខ្លះមូលខ្លាញ់ណាអត់មានជ្រុងអីទេដោយសារលឹងនោះគេយកចេញពីប៉មរបស់ព្រះព្រំណាមូលគឺតំណាងឲ្យមនុស្សហ្នឹងឯងតំណាងឲ្យព្រះអាទិទេពហ្នឹងឯងណានៅភាសាសំស្ក្រឹតថាមុខលិង្កាបានថាលឹងដែលមានរូបមនុស្សនេះពួកយើងកន្លែងនេះលោកសកសង្វាប្រំបង្កើតតំបន់ Sunset ណាគាត់ថាប្រំបង្កើតគាត់ឲ្យត្រួសត្រាយទៅមើលព្រះអាទិត្យលិចណាព្រះអាទិត្យលិចហើយគាត់ប្រងធ្វើជាចង្អើជា platform នៃភ្នំអខាយណាយើងឈរទៅប៉ុន្តែកម្រងទេមិនដឹងស្មានណាបានមានលុយធ្វើ platform ទេណាជូអូខេចុះយើងនឹងភ្ញៀវដើរទៅមើលលឹងពីប្រាសាទទៅកន្លែងលឹងចម្ងាយជាង100ម៉ែត្រណា more than 100 meters from the temple to the big linga statue អូខេមានធំមួយទៀតអត់មាននេះទេ